បងពេលផ្អៀងទូរស័ព្ទក៏នងរេតាមសារ៉េមិនវិញបងព្រោះអាកន្លែងហ្នឹងវាមានពីរហើយកន្លែងយើងរេតាមហ្នឹងហើយកន្លែងយើងបាញ់រេមួយរេទាំងអស់អាមួយរេតែពេលយើងស្កប់វាចែកជាពីរតែកន្លែងរេហ្នឹងឥឡូវនេះតែចង់សួរចេះណាចង់សួរអញ្ចឹងត្រូវទេពេលយើងបាញ់ទៅនេះគេយើងកវីទូរស័ព្ទទៅវារេតាមវាអត់ចាំបាច់គិះដៃទេអញ្ចឹងឯងប្រហែលចង់សួរកន្លែងហ្នឹងហ្នឹងកន្លែងហ្នឹងយើងបើកអានេះមកចូល setting មកចូល setting ហើយចូលកន្លែង sensitivity មួយទៀតហើយឡើង Giro នេះមកណាហ្នឹងយើងបើកណាអត់ណាបើសិនជាបើអត់បើកនេះ off អស់ចឹងមកគឺនឹងស្កល់អត់មានងាកទេដល់យើងកវីដៃបានវាងាកអាហ្នឹងណាណាកន្លែង off នៅពេលកន្លែងនេះវាមាន3អានេះ scope on នេះ scope on នេះយើងបើកអាហ្នឹងមកយើងកវីដៃធម្មតាប៉ុន្តែដល់ពេលយើង scope បាន Giro ដើរអាហ្នឹងវាចែកជា2ទៀតកន្លែងណាហ្នឹងតែពេលយើងបើកអាហ្នឹងយើងអត់ scope វាអត់ដើរតែយើងនឹងធម្មតាយើងចង់ដើរដល់យើងកវីដៃលើអក្រង់ហ្នឹងតែបើសិនជាដែលចង់បើកដែលបើកអានេះល្អយកទី3ណា always on នេះបើកអាហ្នឹងទៅស្រួលយើងកវីហ្មងយើងអានេះវាស្រួលបាញ់បានច្រើន scope ក៏ Giro ដើរងាកឆ្វេងងាកស្ដាំយើងកវីទូរស័ព្ទមកគឺដើរទាំងអស់ចឹងនេះបើសិនជាយល់ល្អដល់បើកអានេះទាំងអស់ហ្នឹងមកស្រួលហ៊ានលេងអាហ្នឹងមកគឺល្អលេងយើងអត់ចាំបាច់វាដៃចឹងយើងពេលយើងបាញ់ enemy យើងខ្វីតែទូរស័ព្ទមកហ្នឹងវាទូរស័ព្ទចឹងគឺអត់ចាំបាច់យើងកវីដៃចឹងណាបើឥឡូវភាគច្រើនទូទៅ player យើងលេងភាគច្រើន Giro សឹងទាំងអស់ហើយគាត់ថា ADS នៅមួយចំនួនតូចចឹងណាគាត់ថាភាគច្រើនគឺលេង Giro សឹងទាំងអស់ហើយតែ Giro ADS ហ្នឹងវាបាញ់គេងាប់ដូចតែគ្នាគាត់ថាអាហ្នឹងយើងជំនាញយើងលេងយូរទៅយើងចេះ start វាល្អដូចតែគ្នាចឹងណាប៉ុន្តែបើភាគច្រើនគេបាញ់ Giro វាអាចជាង ADS បន្តិចអីចឹងណាឥឡូវមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទហើយបើសិនជាគ្នាយើងមានសំណួរមានចម្ងល់ពាក់ព័ន្ធនឹង PUBG អាច comment សួរបានខ្ញុំដឹងខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាឥឡូវជម្រាបលាប៉ុណ្្នឹងសិនហើយបាយបាយ